កុំបាក់ទឹកចិត្តកុំអស់សង្ឃឹមនៅពេលដែលដឹងថាខ្លួនឯងមានជំងឺតស៊ូឡើងមិនអីទេខំប្រឹងលេបថ្នាំញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ត្រូវតែធ្វើរឿងល្អៗធ្វើរឿងអ្វីដែលធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាសប្បាយចិត្តកុំសោកសៅនៅពេលដែលយើងកាន់តែផ្ដេសផ្ដួលជំងឺរបស់យើងនឹងកាន់តែធ្ងន់កុំយកកន្លែងគេងធ្វើជាកន្លែងគិតនៅពេលដែលយើងឈឺយើងត្រូវថែទាំសុខភាពឲ្យបានល្អគេងឲ្យបានគ្រប់គ្រាន់ញ៉ាំអាហារណាដែលជំនួយសុខភាពបើសុខភាពផ្លូវកាយឈឺសុខភាពផ្លូវចិត្តក៏សំខាន់ត្រូវតែតាំងចិត្តឲ្យរឹងមាំឲ្យក្លាហានហើយប្រឈមមុខរកវិធីដើម្បីដោះស្រាយជាមួយនឹងជំងឺរកវិធីដើម្បីឲ្យវាបានធូរស្រាលកុំដាក់បន្ទុកឲ្យខ្លួនឯងមនុស្សយើងម្នាក់អ្នកណាក៏ឈឺដែរគ្មានអ្នកណាជៀសផុតពីជំងឺគ្មានអ្នកណាចេះតែមានសុខភាពល្អរហូតនោះទេខ្លួនប្រាណរបស់យើងប្រៀបដូចជារបស់ប្រើប្រាស់យើងប្រើកាន់តែយូរកាន់តែខូចនេះខូចនោះតែខូចកន្លែងណាជួសជុលកន្លែងនោះប្រៀបដូចជាខ្លួនរបស់យើងឈឺកន្លែងណាព្យាបាលកន្លែងហ្នឹងអីទេជំងឺទាំងឡាយនឹងជាសះស្បើយ